ដោយមានការសម្រេចចិត្តរបស់អាយដាមអភិបាលនៃគណៈបាលខេត្តបាត់ដំបងអាយដាមច័ន្ទសុផលហើយក៏មានការអនុវត្តតាមសេចក្តីសម្រេចរបស់ពីថ្នាក់ជាតិមកផងដែរគឺថាក្រុមហ៊ុននេះបានមកតំណែងតំណងនៅក្រុងបាត់ដំបងរបស់យើងហើយខេត្តបាត់ដំបងហើយក៏មានការសម្រេចជ្រើសរើសយកទីតាំង2ចំណុចនៅក្នុងក្រុងបាត់ដំបងនេះគឺទី1ចំណុចនៅជាប់នឹងផ្លូវលេខ2នៃក្រុងបាត់ដំបងហើយនឹងជាមួយនឹងសាលាបឋមសិក្សា2ធ្នូនេះគឺចំណុចទី1ដែលជាទីតាំងថតរបស់ក្រុមហ៊ុនបុប្ផាណានេះហើយមានតួសម្ដែងមកពីខាងតួជនជាតិបរទេសក៏ដូចជាជនជាតិតាមផែនការនៃការក្រុងទុករៀបចំរបស់ក្រុមហ៊ុនថតខ្សែភាពយន្តនេះគឺថាគេបានក្រុងរៀបចំជាប្រវត្តិប្រហែលជា2000ទៅ3000នាក់សម្រាប់អ្នកចូលរួមនៅក្នុងនាមជាសាច់រឿងឈ្មោះដំបូងរបស់គេសម្រាប់ឪពុកខ្ញុំនោះបាទគឺរឿងនេះគឺបានន័យថាសាច់រឿងនេះគឺចង់និយាយអំពីសកម្មភាពដែលនៅឆ្នាំ75បាទនៅឆ្នាំ75ដែលក្រុមខ្មែរក្រហមបានវាយបែកនៅទីក្រុងភ្នំពេញហើយបានជលៀសប្រជាពលរដ្ឋចេញពីទីក្រុងភ្នំពេញទៅតាមស្រុកតាមស្រែទៅតាមជនបទភាសាទីក្រុងបាត់ដំបងមានទីតាំងមួយដ៏ល្អប្រសើរដែលចំណុចដែលខ្ញុំបានលើកឡើងអំបញ្ញមិញគឺទី1ទីតាំងនេះជាផ្ទះដែលសល់ពីសម័យបារាំងផងបាននៅក្នុងសកាត់ស្វាយប៉ោអញ្ចឹងនេះដែលមានផ្ទះបារាណសល់សម័យនោះហើយនឹងមានលក្ខណៈភូមិសាស្ត្រល្អដោយទីតាំងនេះមានជុំវិញនោះមានហាងលក់ទំនិញមានហាងអីពាណិជ្ជកម្មអីពីដើមខ្លះទៀតហើយដែលអ្វីដែលគាត់យកមកគឺថាសំខាន់គឺយើងមានទីតាំងមួយទៀតគឺថាអាចថាប្រមូលផ្ដុំប្រជាពលរដ្ឋបានច្រើនបាទបើយើងនិយាយពីការសិក្សាយូរខែណាស់មកហើយការសិក្សាលើទីតាំងនេះនឹងធ្វើកិច្ចការនេះជាមួយនឹងក្រុមហ៊ុនផលិតកម្មនេះប៉ុន្តែថតនោះគឺយើងមានតែដូចជាមួយសប្តាហ៍ទេបាទចាប់ពីថ្ងៃទី8ថ្ងៃនេះហ្នឹងរហូតទៅដល់ថ្ងៃទី13បាទខែកុម្ភៈឆ្នាំ2016នេះនៅក្នុងក្រុងបាត់ដំបងដែលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលគាត់លក់ដូរនៅតាមផ្ទះគេអាឋាននៅជាប់កន្លែងនេះគឺគាត់មានការសប្បាយរីករាយសប្បាយចិត្តនិងពេញចិត្តនឹងឆន្ទៈចូលរួមព្រោះថាគាត់ទី1គាត់សប្បាយថាសប្បាយចិត្តថាមានកិត្តិយសណាស់ដែលក្រុមហ៊ុនផលិតកម្មដ៏ធំមួយនេះដែលនៅក្នុងពិភពលោកគេមកថតនៅក្នុងទីក្រុងរបស់យើងហើយទី2ទៀតគឺថាគាត់ក៏មានមោទនភាពថាថ្ងៃក្រោយទៅគឺក្រោយពីផលិតកម្មនេះថតហើយគឺនឹងយករូបភាពទាំងអស់នេះទៅផ្សព្វផ្សាយនៅទូទាំងពិភពលោកជាមួយគ្នាផងដែរគឺក៏គេមានការជួលដែលប្រជាពលរដ្ឋមួយចំនួននិងតួមួយចំនួនប៉ុន្តែកិច្ចការនេះខ្ញុំសូមមិនអាចនិយាយបានដោយសារខ្ញុំក៏អត់ដឹងតម្លៃជួលយ៉ាងម៉េចទេព្រោះថានេះជាកិច្ចការរបស់ក្រុមហ៊ុនផលិតកម្មគេថតតែរយៈពេលប៉ុណ្ណឹងទេហើយផុតពីហ្នឹងទៅគឺក្រុមការងារគេនឹងដកចេញពីទីក្រុងបាត់ដំបងយើងហើយបាទចង់ដឹងបន្ថែមទៀតតកតងទៅនឹងសេវាថ្លៃឈ្នួលប្រជាពលរដ្ឋគាត់បានទទួលកម្រៃយ៉ាងម៉េចដែរហើយផ្ទះដែលគាត់ជួលថតនោះបានកម្រិតណាដែរបាទនៅសេវាបើនិយាយពីសេវាថ្លៃឈ្នួលប្រជាពលរដ្ឋនេះគឺយើងមាន2ទី1គឺលោកស្រី Angela Jolie នេះគាត់ដែលមានបំណងធ្វើការថតសាច់រឿងនេះដើម្បីឲ្យប្រជាពលរដ្ឋហ្នឹងមានការកំហឹងឈឺចាប់ឡើងវិញកាលពីសម័យរបស់ខ្មែរក្រហមដែលជលៀសចេញប្រជាពលរដ្ឋចេញពីទីក្រុងភ្នំពេញនិងតំបន់ផ្សេងកាលពីឆ្នាំ1975នោះគឺថាចង់ឲ្យប្រជាពលរដ្ឋហ្នឹងមានការឈឺចាប់ហើយរំលឹកឡើងវិញចងចាប់ជានិច្ចនៅថ្ងៃដែលឆ្នាំ1975នេះដែលធ្វើក្នុងរបបខ្មែរក្រហម3ឆ្នាំ8ខែ20ថ្ងៃនេះអញ្ចឹងក្រុងបាត់ដំបងក៏ខេត្តបាត់ដំបងក៏បានធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋឲ្យប្រជាពលរដ្ឋចូលរួមនេះជាចំណែកមួយដែលប្រជាពលរដ្ឋមានស្មារតីចូលរួម